បាទជំរាបសួរបងប្អូនថ្ងៃនេះដែរខ្ញុំមកថតកង្កែបមេពូជបងប្អូនជាក់ថាអត់មានកង្កែបស្អាច់ទេគឺយើងបង្កាត់កូនទំបានតិចតិចព្រោះមេថ្មីបងប្អូននេះគឺឈ្មោះសុតគឺកង្កែបឈ្មោះសុតឈ្មោះពូជនេះគឺជាកង្កែបឈ្មោះពូជបងប្អូនទំលៀងពេលព្រឹកម៉ោង6យើងចាប់ផ្ដើមលៀងហើយកាលពីភ្លើងដាច់ព្រោះខែនេះគឺភ្លើងដាច់បងប្អូនភ្លើងដាច់ខាងខ្ញុំដាច់មួយថ្ងៃពី3ដងអញ្ចឹងយើងត្រូវលៀងវាពីព្រលឹមមកហើយបាទហើយនេះគឺជាមេពូជថ្មីរបស់យើងដែលយើងមិនទាន់បង្កាត់សោះបងអ្នកដែលបង្កាត់ហើយគឺខ្ញុំយកទៅដាក់តុងខាងនោះតុងក្នុងទឹកនោះនោះគឺមេដែលបង្កាត់ហើយនេះគឺជាមេដែលអត់ទាន់បង្កាត់គឺយើងសង្ងំមកវាមានពើងចាស់ហើយកាន់តែខ្លាំងគឺយើងបង្កាត់ហើយបងប្អូនកន្លះខែទៀតគឺចាប់ដើមបង្កាត់ហើយខ្ញុំបង្កាត់បានបណ្ដើបងប្អូនតែបានកូនតិចតិចព្រោះមេថ្មីវាដូចមេយើងចាស់ទេមេយើងចាស់វាមានពើងច្រើនមេថ្មីគឺវាទំអភិវឌ្ឍកសោមពើងបណ្ដើអញ្ចឹងនេះគឺខ្ញុំដាក់ចំណែកពេលព្រឹកគឺខ្ញុំលាងហើយតាំងពីម៉ោង5:40អីឥឡូវម៉ោង6:10នាទីហើយត្រូវលាងបែបនេះបងប្អូនលាងឲ្យវាស្អាតហើយមេសិតតែមានពើងទាំងអស់បងប្អូននេះគឺមេសុតអត់មានលីឈ្មោះទេគឺខ្ញុំត្រូវដាក់ខាងបែបនេះបងប្អូនបាទនេះគឺជាកូនដែលយើងកាត់ថ្មីអាយុវា4ថ្ងៃហើយតែវានៅល្អិតយើងពិបាកមើលបងប្អូនព្រិចហ្នឹងគឺវាតែមិនបានច្រើនទេល្បាក់1000ជាង2000អីចឹងកូនហ្នឹងវានៅល្អិតមែនទែនបងប្អូនខ្ញុំមើលវាអត់ឃើញទេវាល្អិតស្ញើបាទហើយនេះគឺជាកូនដែលខ្ញុំប្រកាត់វគ្គមុនបានតិចដែរទេបងប្អូនគឺយើងកាត់មេថ្មីខ្ញុំស៊ូមមកមើលដាក់នេះវាឃើញខ្លាំងនេះគឺអាយុវា15ថ្ងៃហើយបងប្អូនដោះជើងក្រោយហើយតែខ្ញុំអត់បានដាក់តកូនឲ្យវាទុំទេគឺរវល់ដែរបងប្អូនរវល់ច្រើនទេល្បាក់1000កូនទេបងប្អូនគឺឡើងស៊ីចំណៃបងគឺឆាប់ធំមែនទែនគឺខ្ញុំដាក់ចំណីវីតាមីន42